បងសរសៃណាស់ខ្លះអត់ទាន់ចាធ្វើសម្លកកូរថ្នោតជាមួយនឹងត្រីពោតោះបងមកមើលពិធីធ្វើសម្រាប់គ្រួសារខ្ញុំទាំងអស់គ្នាណាបងសម្លកកូរថ្ងៃនេះក៏ខ្ញុំដាក់បន្លែច្រើនមែនតើបងប្អូនហើយនេះគឺមានតែត្រីពោស្លឹកបាសស្លឹកទីល្ពៅល្ហុងខ្ចីត្រប់ពពាយជាដំបូងហ្នឹងគឺខ្ញុំដាក់គ្រឿងជាមួយនឹងខ្ទឹមសលីងឲ្យរីងស្ងួតទឹកបន្តិចគឺតោះខ្ញុំថែមមកលីងចូលហើយសុំថែមទឹកបន្តិចណាបងប្អូនដើម្បីការពារកុំឲ្យខ្លោចលីងមួយសន្ទុះឲ្យរីងស្ងួតទឹកហើយគឺដល់ដាក់បន្លែចូលណាបងប្អូនខ្ញុំដាក់បន្លែចូលហើយខ្ញុំចាក់ទឹកចូលដើម្បីបង្គាប់ឲ្យថែមគ្រឿងមានស្ករត្នោតទឹកត្រីបងប្អូនអាចដាក់គ្រឿងតាមចំណង់ចំណូលចិត្តរបៀបគ្រួសារបងប្អូនក៏បានដែរណាបងប្អូនដាក់រង្វាស់ចូលហើយគឺតមកខ្ញុំទៅមើលត្នោតដែលបានរង្វាស់ហ្នឹងគឺដោយសារថ្ងៃនេះទិញត្នោតនេះប៉ះចាស់ក៏ដាក់រង្វាស់ចោលទៅជាទូទៅខ្ញុំដាក់ជាមួយសម្លតែម្ដងបន្លែឆ្អិនហើយគឺខ្ញុំដាក់ត្រីចូលហើយរង្វាស់មួយសន្ទុះឲ្យតែនេះឆ្អិនដែរបន្តមកទៀតណាខ្ញុំដាក់ស្លឹកម្ដងប្រភេទស្លឹកម្ដងគឺស្លឹកបាសស្លឹកទីហើយនឹងស្លឹកប្រមាត់ដីរាល់ហើយសម្រាប់ម្ហូបថ្ងៃនេះមើលទៅទំនងទេបងប្អូនទាំងអស់គ្នាគួរឲ្យចង់ញ៉ាំអត់អរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនារហូតដល់